មានសួរប្រកាសបានស្រួលហើយនៅក្នុងខ្លួនប្រាំងរបស់យើងហ្នឹងប្រកបណាស់នឹងមានភាពស្រាក់ស្បើយបាទធូរស្រាលក្នុងអារម្មណ៍ជាដើមទោះជាក្នុងរយៈពេល15នាទីកន្លះម៉ោងក្តីហើយដោយសារតែលក្ខណៈពិសេសទាំងអស់នេះហើយបានជានៅក្នុងតំបន់នេះបាទតាំងពីចាស់បុរាណមកម្លេះគាត់មានទីតាំងមួយគឺគាត់រកឃើញហើយវាថ្មធំមួយហើយទីតាំងនេះគឺពិសេសគឺអ្នកណែនាំខ្លាំងបំផុតតែម្ដងគឺអង្គុយធ្វើសមាធិបាទចឹងទីតាំងនេះត្រូវបានខាងយើងកំណត់ថាជាលាងសមាធិជាតំបន់សមាធិមួយដ៏មានប្រសិទ្ធភាពស័ក្តិសិទ្ធិហើយមានការនិយមគ្រប់គ្រងពីសំណាក់ទេសចរជាពិសេសលោកពូនីមីដែលមានវ័យចំណាស់ចឹងទៅគាត់បានមកសាកល្បងបទពិសោធន៍នៅទីនេះទៅគាត់ទទួលបានលទ្ធផលល្អបើអញ្ចឹងទៅបានមានភាពធូរស្រាលពីជំងឺក្នុងអារម្មណ៍អីធូរស្រាលស្រួលដង្ហើមអីចឹងទៅបាទទីនេះល្បីពីមាត់មួយទៅមាត់មួយរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយគោលដៅទេសចរបែបសាសនាឬក៏សមាធិអីគឺគាត់តែតែមកទីនេះជាចម្បងហើយគាត់និយមមកជាប្រចាំផងដែរអញ្ចឹងណាហើយថ្ងៃនេះខាងក្រុមហ៊ុនយើងបានកំណត់ទីតាំងនេះមួយបញ្ចូលក្នុងកម្មវិធីថតនិងផ្ដល់ព័ត៌មានដើម្បីឲ្យបានចុះផ្សាយអំពីអត្ថប្រយោជន៍ហើយនឹងទស្សនវិជ្ជាជាក់ស្ដែងនៅទីនេះបាទអញ្ចឹងសូមក្រុមជ័យបងប្អូនស្មើជើងប្រហែលជា500ម៉ែត្រទៅខាងក្នុងយើងទៅដល់ទីតាំងសមាធិបាទសូមជ័យរៀបចំអស់ហើយទូនអត់ចូលប្រាំងទេដូចតើបាទនេះបងប្អូនយើងធ្វើដំណើរបាទចេញពីទីតាំងកសាងព្រះពុទ្ធបាទហើយយើងបន្តដំណើរបត់មកខាងស្ដាំដៃជាទីតាំងសមាធិនិងលាងទឹកបរិសុទ្ធដែលគេមានជំនឿថាយើងយកទឹកហ្នឹងបាទទៅប្រោះព្រំឬមួយទៅបាទទៅលាបបុកលាបមាត់អីធ្វើឲ្យយើងបាទមានភាសាសម័យបច្ចុប្បន្នហៅងើហេងណាបងប្អូនណាបាទធ្វើឲ្យយើងរស់ស៊ីមានបានមានសុភមង្គលក្នុងគ្រួសារអញ្ចឹងបងប្អូនបាទអញ្ចឹងការធ្វើដំណើរចុះពីទីតាំងបាទកសាងព្រះពុទ្ធនោះគឺចុះទៅជម្រៅប្រហែលជាកន្លះគីឡូដីឬមួយក៏យើងថា500ម៉ែត្រអញ្ចឹងបងប្អូនបាទហើយទីតាំងចូលហ្នឹងគឺมันមានការចាក់កស៊ូអីទេបងប្អូនបាទដូចឃើញនៅក្នុងរូបចឹងគឺគ្រាន់តែយើងកិនបាទកិនថ្មពង្រៀបបាទហើយយើងធ្វើដំណើរថ្មើរជើងចូលអញ្ចឹងបងប្អូនណាអញ្ចឹងការធ្វើដំណើរនេះទៀតសោតបងប្អូនបាទគួរតែស្ពាក់ស្បែកជើងប៉ាតាឬក៏ស្បែកជើងកៃឡាបងប្អូនណាខ្ញុំយើងអាចពាក់ដូចជាស្បែកជើងកែងចោតឬក៏ស្បែកជើងឲ្យដែលរៀងខ្ពស់ដើរហ្នឹងគឺមានការលំបាកបាទទី1ឈឺជើងទី2អាចធ្វើឲ្យយើងជពុបជើងជាមួយនឹងថ្មជាមួយអីធ្វើឲ្យយើងដួលអញ្ចឹងបងប្អូនណាអញ្ចឹងបើសិនជាបងប្អូនអញ្ជើញមកទស្សនានៅទីតាំងសមាធិនិងលាងទឹកអម្រឹតនេះសូមបងប្អូនបាទស្លៀកពាក់ស្បែកជើងប៉ាតាបាទយល់ល្អស្បែកជើងប៉ាតានេះល្អជាងគេបំផុតតែបងប្អូនទី1បើយើងពាក់បែកជើងសោកបើជើងអីខ្លាចយើងដើរជពុបថ្មជពុបអីទៅបែកមេជើងចឹងបងប្អូនណាបាទនេះបាទដូចបងប្អូនឃើញជាក់ស្ដែងនៅក្នុងវីដេអូនេះអញ្ចឹងគឺទីតាំងផ្លូវចូលរបស់យើងគឺមានសន្តានភាពបែបហ្នឹងបងប្អូនណាមានថ្មតូចមានថ្មធំអញ្ចឹងទៅនេះជាអាកាសធាតុល្អបងប្អូនណាឲ្យអត់សូវមានភ្លៀងបើសិនមានភ្លៀងមានអីទៅអាចរអិលដែរបងប្អូនណាបាទអ្វីត្បិតទៅនៅទីនោះវាមានដូចជាដុំថ្មហើយមានខ្សាច់អីដែរក៏ប៉ុន្តែក៏មានដីខ្លះដែលធ្វើឲ្យអាចរអិលដួលបងប្អូនណាបាទជាបងប្អូនឃើញបាទស្ថានភាពផ្លូវជាក់ស្ដែងគឺបែបនេះឯងបាទច្រកដែលដើរចូលនោះគឺប្រហែលជាកន្លះម៉ែត្រទេបងប្អូនបាទប្រហែលជាកន្លះម៉ែត្រទេអត់អីផ្លូវហ្នឹងណាបាទអញ្ចឹងយើងធ្វើដំណើរមកដើរចូលអញ្ចឹងបាទសងខាងនេះគឺយើងបានឃើញទេសភាពបាទដើមឈើបាទបងប្អូនឃើញដើមឈើខ្លីទៀបនេះមិនមែនដោយសារតែมันមានការលូតលាស់ទេបងប្អូនគឺដោយសារតែនៅទីតាំងនេះគឺមានខ្យល់ខ្លាំងបងប្អូនណាកាលណាមានខ្យល់ខ្លាំងអញ្ចឹងទៅมันអាចធ្វើឲ្យរុក្ខជាតិដែលដុះនៅទីនេះអាចលូតលាស់ខ្ពស់បានទេបាទអញ្ចឹងកាលណារុក្ខជាតិប្រឹងលូតលាស់ខ្ពស់គឺវាប៉ះនឹងខ្យល់អាចបាក់អញ្ចឹងបងប្អូនណាអាចបាក់បាទអញ្ចឹងទៅបានរុក្ខជាតិដែលនៅម្ដុំនេះគឺមានខ្ពស់រៀងទៀបនៅក្រោយខ្នងខ្ញុំហ្នឹងកាលវាយូរឆ្នាំហើយបងប្អូនណាបាទ
គាត់ថាគ្នារុក្ខជាតិមិនអាចលូតលាស់ខ្ពស់បានទេបាទគាត់ចេះដោយជំរឿយើងដែរទេបាទកាលណាលូតខ្ពស់ទៅខ្លាចបាក់បាទអញ្ចឹងទៅលូតកម្ពស់មកល្មមដែលអាចខ្លួនគាត់រស់នៅបានបន្តមិនចាញ់ខ្យល់ហ្មងណានៅពេលដែលយើងធ្វើដំណើរពីផ្លូវមកដល់ទីតាំងបាទទីតាំងនេះយើងទៅលេងបន្តិចហើយយើងមានរៀបចំបាទដូចជាទឹកផ្លែឈើភេសជ្ជៈផ្សេងដើម្បីទទួលបាទបងប្អូនក្លឹបអ្នកខ្សែយើងបងប្អូនណាបាទឲ្យគាត់ទទួលទានមកតង់នឹងសិនទៅរួចហើយចាំបន្តដំណើរទៅខាងក្រៅទៀតបាទបាទឥឡូវនេះដោយសារដំណើរកំសាន្តយើងហើយការនិយាយផ្ដល់ព័ត៌មានសួរនាំអីអាចថាដើរផងអីផងយើងអស់កម្លាំងអញ្ចឹងក្រុមការងារយើងបានរៀបចំយ៉ាងពិសេសមួយគឺបាទភេសជ្ជៈបាទភេសជ្ជៈអញ្ចឹងមានជំរើសជាទឹកបរិសុទ្ធខាងស៊ូបូកូផងជាបាទភេសជ្ជៈបង្អែមបើកម្លាំងផងបាទហើយជាមួយកម្លាំងមានតាំងពីនគរពេញនោះបាទដើម្បីជួយកម្លាំងអញ្ចឹងមិនទាន់ចាប់ផ្ដើមនេះសូមឲ្យបងប្អូនសូមឲ្យបងប្អូនទទួលទានបាទជាយ៉ាងពិសេសដើម្បីបំបត្តិការពីផាប់នេះប្រែនរបស់យើងផ្ទាល់តែម្ដងតែយើងផលិតនៅលើបន្ទប់ផ្ទាល់បាទយ៉ាដាក់មួយជីបមកតែម្ដងបាទគឺជាប្រភេទថាបង្រៀនមកគ្រៀនអំពូប្រព័ន្ធ75ម៉ាត់បាទនេះថាជាប្រភេទទឹកដែលល្អមួយវគ្គបាត់ទៅហើយមួយដំណាក់កាលបាត់ទៅហើយព្រោះក្នុងរយៈខ្ពស់ប៉ុណ្ណឹងអត់មានឆ្លងកាត់ផ្សែងពុនបាទហើយទូលាយទេថាបរិសុទ្ធបាទអញ្ចឹងទៅយើងធ្វើព្រែកមួយខ្ញុំមួយអរគុណបងស្រីបាទដែលអញ្ជើញខ្ញុំទៅព្រែកជាមួយគាត់បាយខត់ទឹកខាងនេះបាយខត់បងចឹងឲ្យមកបងទៀតហ្នឹងហើយបាទចុះជូនតាមសំណាបងស្រីខ្ញុំសូមពេលជាក់បងហ្នឹងហើយឲ្យបងផលចាប់ពីនោះវិញនោះសុំលើកថងតិចទេថងឲ្យណាបាទបងប្អូនបាទបន្ទាប់ពីយើងធ្វើការបាទហូបភេសជ្ជៈបាទបន្ថែមកម្លាំងហើយនេះយើងធ្វើដំណើរបន្តចុះមកដល់ទីតាំងសមាធិបងប្អូនណាអញ្ចឹងការធ្វើដំណើរចុះនឹងរៀងជ្រៅដែរបងប្អូនចុះបាទហើយមកដល់ទីតាំងនេះគឺយើងធ្វើការសាងសង់ជាចណ្ដើដើម្បីឆ្លងពីបាទដុំថ្មមួយនោះវាមានចលងបាទដែលអាចកាលពីមុនហ្នឹងគឺយើងមានធ្វើជាចណ្ដើឈើទេតែឥឡូវយើងសាងសង់ជាចណ្ដើដែកដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់បងប្អូនបាទនេះទីតាំងនេះហើយគេហៅថាទីតាំងតំបន់សមាធិបាទដែលមានប្រជាជនយើងជាច្រើនដែលគាត់មានជំនឿថានៅពេលដែលគាត់មកដល់ទីនេះគាត់ធ្វើការសមាធិអញ្ចឹងទៅធ្វើឲ្យអារម្មណ៍គាត់ស្រស់ថ្លាបាទជំរះអស់នៅទុក្ខបាទសោកទាំងឡាយនៅក្នុងខ្លួនទៅហើយត្រឡប់ទៅផ្ទះទៅសម្បែងវិញបាទជាមួយនឹងសុខភាពផ្លូវចិត្តយើងបានល្អណាស់បងប្អូនណាបាទហើយទីតាំងនេះក៏វាធំទូលាយដែរដែលអាចធ្វើសមាធិបានច្រើនបាទឈរនៅលើផ្ទាំងថ្មធំហើយសូមបញ្ជាក់ថាយើងមានថ្នាក់ទី1ចាំតិចអាចគ្នាយើងអត់ត្រូវការថតបាទគ្នាយើងយកម្លេងឯគ្នាយើងយកតែគាត់អត់ថតយកណាយកពិត5ម៉ែត្រអូឆ្លងស្អាតមកនេះបងមកមកជួយបងជាតិនៅនេះច្រើនបងស្គាល់អត់អស់ទេមកនៅក្នុងនេះដូចគូចង់នេះអត់ដូចជាសបកងាវ1 2 3បងជួយចាំដែរឈប់ចាំនេះស្អាតដៃចូលដល់វិញហ្នឹង
ចូលក្នុងទៀតមួយអាចូលក្នុងទៀតគាត់ឃើញនេះដើរមកកាច់ទៀតនោះហើយស្ថានថ្មនេះក្រៅពីទាំងដុំទី1នេះគឺយើងមានដែនធំទី2នៅខាងក្រោមនឹងបន្តិចប្រហែលជា5ម៉ែត្រទាំងទៀតបាទធំបាទបែបនេះហើយអ្វីដែលពិសេសគឺនៅខាងក្រោមទាំងថ្មធំទាំងពីរនេះគឺយើងមានលអាងមួយហើយលអាងនេះគឺជាលអាងដែលថានៅពេលដែលជាបរិវត្តពុទ្ធបរិស័ទឬក៏អ្នកដែលមានជំនឿខាងផ្នែកធ្វើសមាធិនេះមានភ្លៀងមានអីចឹងទៅគាត់គឺទៅច្រកអាស្រ័យនៅខាងក្រោមលអាងតែម្ដងព្រោះការធ្វើសមាធិពេលរយៈពេលខ្លីរយៈពេលវែងមានបងប្អូនខ្លះធ្វើមួយថ្ងៃបងប្អូនខ្លះធ្វើ2 3ថ្ងៃមួយសប្តាហ៍មានដែរគឺគាត់យកអាហារមកប្រើប្រាស់ជាក់ស្ដែងតខ្លួនទីតែម្ដងតាមរយៈរបស់គាត់បាទហើយចុះទៅក្រោមបន្តិចទៀតមកខាងទៀតនេះគឺមានលអាងទឹកអម្រឹតមួយបាទបងអ្នកនាំផ្លូវគាត់ថាកន្លែងហ្នឹងល្អជាងកន្លែងមកទៀតកន្លែងហ្នឹងវៀតណាមមកមុនច្រើនយ៉ាងហ្នឹងដល់កន្លែងហ្នឹងមកតាទៅមកដែរហ្មង thời gian xảy chất nó lo rồi cái đấy mình ta នេះទឹកនេះសាក់សឹកជាអង្គច័ន្ទមនីទៀត អត់បាច់ចាំប្របាក់ទៅដល់វត្តអីគេវត្ត chăn វត្តស្អីនេះពេញបា vọt ត់ tả sốt វត្តសតនៅឆ្ងាយទេនៅបុកគោនេះហ่า nè sao bỏ đo kia ạ មួយមកណា mặt luôn tay rồi តែទៅចុះទៅដួលមក nhưng tay là ai nấy អូគេនៅនឹងបងព្រាន ឥឡូវនេះយើងធ្វើដំណើរចុះទៅកាន់ទីតាំងបាទលអាងទឹកតែស័ក្តិសិទ្ធិដែលដូចបងមិត្តភ័ក្តិខ្ញុំគាត់បានអត្ថាធិប្បាយខាងលើមិញហ្នឹងបាទ Mr. បន្ថនគាត់បានប្រាប់ថាទីតាំងបាទលអាងទឹកស័ក្តិសិទ្ធិនេះគឺយើងត្រូវធ្វើដំណើរចុះមកខាងក្រៅបន្តិចបងប្អូនណាតាមរយៈចណ្ដើរដែលសាងសង់បានយ៉ាងល្អបាទអញ្ចឹងទៅយើងចុះមកខាងក្រៅបន្តិចហើយបានយើងមកដល់ទីតាំងលអាងបងប្អូនណាបាទនេះមកដល់ហើយបងប្អូនបាទទីទៀតឃើញហើយដូចថាអត់មានពន្លឺដល់ពេលចុះមកថតមានពន្លឺពេញក្រោមនេះឯងមកយើងដើរចូលទៅក្នុងទីទៅនឹងឃើញទីតាំងលអាងទឹកដែលស្រក់មកហ្នឹងណាបងប្អូនណាទឹកនេះគឺមិនមែនទឹកដែលយើងបូមម៉ាស៊ីនតម្លាក់អីមកទេគឺជាទឹកធម្មជាតិសុទ្ធសាធដែលកើតឡើងដោយទឹកសន្សើមឬមួយក៏មានទឹកភ្លៀងបាទគាត់ហូរតក់មកបងប្អូនណាបាទកុំច្រឡំថាប្រើទឹកម៉ាស៊ីនបូមហ្នឹងមិនមែនទេតែគាត់ទឹកនេះគឺមិនណែនាំឲ្យបងប្អូនដែលដួសយកទៅញ៉ាំទេបាទគាត់ទឹកនេះយើងយកទៅប្រោះព្រំបាទកូនចៅយើងឬមួយក៏លាបមុខលាបមាត់ឬទៅប្រោះព្រំទៅលើកន្លែងលក់ដូរអីដើម្បីឲ្យតិចតិជុំរស់ស៊ីមានបានចឹងបងប្អូនណាគឺមិនណែនាំឲ្យធ្វើការទទួលទានទេព្រោះវាជាទឹកឆៅភ្នំបងទឹកភ្នំទៅហូរចេញដើមពីលើភ្នំប្លុយមកវាអាចថាមិនមានសុវត្ថិភាពសម្រាប់ការហូបដល់ផ្ទាល់ទេបងប្អូនណាបាទគាត់ថាយើងយកទៅលាបមុខលាបមាត់ឬវាប្រោះព្រំកន្លែងអូស៊ីយើងអីហ្នឹងគឺមិនមែនជាបញ្ហាអីទេបាទហើយទីតាំងទីសោតគឺជាទីតាំងដែលល្បីយូរយារណាស់មកហើយបងប្អូនណាបាទភ្នំមកគោយើងនេះគឺមានអាយុកាលរាប់ពាន់ឆ្នាំមកហើយអញ្ចឹងទីតាំងទឹកនេះក៏មានបាទជាយូរលង់មកហើយដែរហើយក៏មានជំនឿពីប្រជាជនខ្មែរយើងរាប់សិបជំនាន់មកហើយបងប្អូនណាបាទអញ្ចឹងប្រជាជនដែលលោកអញ្ជើញមកដល់ទីនេះគឺភាគច្រើនគឺលោកតែងតែយកទឹកបាទយកទឹកហ្នឹងបាទទុកទៅបាទទៅប្រោះព្រំទីតាំងកន្លែងរស់ស៊ីរបស់លោកដែលលោកមានជំនឿថានៅពេលដែលយកទឹកហ្នឹងទៅប្រោះព្រំទៅធ្វើឲ្យត្រជាក់ត្រជុំហើយរកស៊ីមានបានអញ្ចឹងបងប្អូនណាអានេះវាអាគមសមអាយុបងប្អូនបាទអាគមសមអាយុបាទយើងខំបន្ថែមទៅយើងជឿបន្តិចបន្តួចទៅអញ្ចឹងការរកស៊ីរបស់យើងក៏វាកាក់កបតាមនឹងអញ្ចឹងទៅបងប្អូនណាបាទនេះទីតាំង
បាទនេះគឺទីតាំងទឹកបាទទឹកធ្លាក់មក ទឹកហ្នឹងគេអត់ឲ្យញ៉ាំទេមិញណាទឹកគេយកទៅប្រោះទេ ភាគច្រើនបងប្អូនប្រជាជនខ្មែរយើងប្រហែលជាមានចំនួនមិនច្រើនទេដែលអាចធ្វើដំណើរមកដល់ទីតាំងនេះបាទភាគច្រើនគាត់មកតែដល់វាលស្រែ100វាលស្រែ500ត្រឹមតែផ្កាបំពង់កឡោមអីហ្នឹងគាត់ត្រឡប់ទៅវិញហើយបាទបងប្អូនខ្លះក៏អត់ស្គាល់ផ្លូវចូលបាទក៏អត់ស្គាល់ផ្លូវដែលចូលមកដល់ទីនេះទេហ្មងណាបាទនោះយើងបានធ្វើជាបាទដូចជាផើងដាក់ទឹកអញ្ចឹងស្រក់តក់ទៅលើមកហ្នឹងហើយมันអស់ទេទឹកហ្នឹងបាទគឺបាទយើងដងប៉ុណ្ណាក៏មិនអស់ដែរវានៅតែហូរមកជាប្រចាំអញ្ចឹងបងប្អូនណាបាទហើយសូមអរគុណសម្រាប់ការទស្សនាហើយនឹងរងចាំភាគជាបន្តទៀតបាទអរគុណច្រើនបងប្អូន